នេះជារូបភ្ញៀវគាត់ផ្ញើមកដើម្បីកំងលោកគ្រូឲ្យឆ្លាក់រូបព្រះអង្គសីវលីមួយអង្គនិងរូបពុទ្ធបាទលក្ខណៈបែបនេះមួយអង្គប៉ុន្តែគាត់សុំយកជាផ្ចាញ់មាវិញបងប្អូនឲ្យប្រក់នៀកបែបដដែលអញ្ចឹងទៅមើលទាំងអស់គ្នាលេខទូរស័ព្ទរបស់លោកគ្រូមាន Telegram ប្រព័ន្ធ Smart 098 496 498 YouTube របស់លោកគ្រូជាអក្សរអង់គ្លេសឈ្មោះតាចតមុខ Facebook Page របស់លោកគ្រូឈ្មោះទស្សទាយនឹងជាវត្ថុជំនឿស័ក្តិសិទ្ធិសូមបងប្អូនជួយចុច Subscribe Channel លោកគ្រូនិងចុច Like Page ម្នាក់មួយផងសូមអរគុណបាទអញ្ចឹងបានដុំភ្លុកមួយដុំមកហើយមិនទុកយូរទេវាស់ຂະຫນាតហើយជាងក៏ញាប់ដៃញាប់ជើងកាត់ជា2ដុំតែម្ដងហើយចៃដន្យនេះកាត់ហើយមាននឹងពួននៅកណ្ដាលទៀតពិសេសមែនតើមួយដុំនេះបាទហើយជាងក៏ចាប់ផ្ដើមបោះយករៀងបដាហើយបងប្អូនបាទនេះរូបដែលភ្ញៀវគាត់កំងពីតួអង្គបាទអញ្ចឹងធ្វើម្ដងមួយសិនបាទប្រើផ្លែធំដើម្បីបោះសាច់ធំចេញបាទបោះបានខ្លះមកក៏ចាប់ផ្ដើមប្រើផ្លែតូចដើម្បីឆូតយកបាទរូបរាងនាគបាទកន្ទុយនាគដែលហុំព័ទ្ធពីក្រោមពុទ្ធបាទបងប្អូននេះគឺជាចម្លាក់ភ្លុកដំរីណាលោកគ្រូបញ្ជាក់ជូនបាទភ្លុកដំរីសុទ្ធស៊ីនបាទមួយកង់តែម្ដងហើយបងប្អូនឃើញមិនអញ្ចឹងជាក់ស្ដែងហើយដោយនឹងពួនមកចោនៅកណ្ដាលទៀតបាទនេះបងប្អូនមើលឃើញនេះយើងយកមកដាក់ខាងខ្នងវិញបាទចោនេះដើម្បីកុំឲ្យប៉ះប្រភ័ក្រអញ្ចឹងយើងមើលមកគឺខាងក្នុងគឺឃើញនឹងពួនមកជួយចោនេះពួនណាគ្រាន់តែថាមិនទាន់ឡើងជាគ្រាប់បាទយើងមុនកាត់យើងមើលអត់ឃើញទេបាទអញ្ចឹងចម្លាក់ប្រភេទប្រក់នេះយើងឆ្លាក់យូរយើងប្រើពេលយូរជាងព្រះអង្គសីវលីបាទដោយសារក្បាច់ផងនាគបើកពពាខាងលើផងបាទហើយនាគនេះគឺគាត់កំងជាផ្ចាញ់មាវិញបាទន័យថារូបរាងជាព្រះអង្គពុទ្ធផ្ចាញ់មាគឺសំយងដៃស្ដាំចុះមកខាងក្រោមបាទបើសមាធិគឺដៃត្រួតលើគ្នានៅលើភ្នែនបាទអញ្ចឹងជាងគាត់បានរួចរាល់បានក្រែលហើយបាទបងប្អូនយើងមើលទៅបាទមិនទាន់ហើយទាំងស្រុងនេះសន្មតថាបាន 70% ទេចុះបាទចេញមកតែប៉ុណ្្នេះក៏យើងឃើញទាំងថាជារូបរាងអីរចនាបថបែបណាហើយព្រះអង្គសីវលីក៏យើងចាក់ຂະຫນាតដែរបាទຂະຫນាតគាត់ចង់បាននោះ4:9បាទគាត់ចង់បានលេខល្អតែសាច់យើងយកដល់5ហ៊ុនជាងណាដោយសារយើងត្រូវការឆាបបាតបលាំងលើក្រោមខ្លះបាទអញ្ចឹងក៏ចាប់ផ្ដើមបស៊ីសាច់ធំចេញដោយប្រើផ្លែម៉ូទ័រធំខ្ទៀតសាច់ភ្លុកស្ដាយនោះបងប្អូនអើយភ្លុកវាថ្លៃតែបាទធ្វើមិនទេការងារហ្នឹងវាត្រូវតែអញ្ចឹងណាបាទអញ្ចឹងយើងបានរូបរាងប៉ុណ្ណឹងសិនហើយបងប្អូនរងចាំនៅវីដេអូក្រោយទៀតណាលេខទូរស័ព្ទរបស់លោកគ្រូមាន Telegram ប្រព័ន្ធ Smart 098 496 498 YouTube របស់លោកគ្រូជាអក្សរអង់គ្លេសឈ្មោះតាចតមុខ Facebook Page របស់លោកគ្រូឈ្មោះទស្សទាយនឹងជាវត្ថុជំនឿស័ក្តិសិទ្ធិសូមបងប្អូនជួយចុច Subscribe Channel លោកគ្រូនិងចុច Like Page ម្នាក់មួយផងសូមអរគុណ